កម្ពុជាបានប្រើប្រាស់វេទិកានេះរិះគន់យ៉ាងខ្លាំងៗទៅលើប្រទេសថៃឧទាហរណ៍បានទាញលក្ខណៈប្រៀបធៀបថាកម្ពុជានឹងបានចូលរួមចំណែកនៅក្នុងការរក្សាសន្តិភាពការដោះមានដៃជួយឲ្យគេមានសន្តិភាពតែលោកបទកតុយមួយលោកថាការវិវត្តរបស់ប្រទេសកម្ពុជាគឺជាសក្ខីកម្មនៃអត្ថន័យមូលរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី80ពលគឺប្រទេសដែលធ្លាប់ត្រូវការសន្តិភាពបានក្លាយជាប្រទេសដែលជួយផ្ដល់សន្តិភាពនិងស្ថិរភាពសម្រាប់ប្រទេសដទៃទៀតដែលកម្ពុជាជាករណីដែលបានចូលរួមតាមរយៈបេសកកម្មមុខងារក្រុមឆាតអង្គការសហប្រជាជាតិលោកបានបន្ថែមថាប៉ុន្តែនេះខ្ញុំពិតជាមានសេចក្តីឈឺចាប់ជាគុណពេកក្នុងការជម្រាបជូនមហាសន្និបាតថ្ងៃនេះថាស្ថិរភាពនៅក្នុងប្រទេសរបស់យើងខ្ញុំផ្ទាល់ដែលទទួលបានដោយលំបាកហើយដែលយើងស្រឡាញ់យ៉ាងជ្រាលជ្រៅនិងចែករំលែកអស់ពីដួងចិត្តនៅជុំវិញពិភពលោកបច្ចុប្បន្នកំពុងរងការគំរាមកំហែងមិនមែនដោយសារការបែកបាក់ប្រទេសក្នុងដូចអតីតកាលនោះទេតែគឺដោយសារចំនួនព្រំដែនជាមួយនឹងប្រទេសជិតខាងមួយបាទហើយបានគាត់រៀបរាប់អំពីដំណើររឿងគឺតាំងពីព្រឹត្តិការណ៍ដែលប្រដាប់អាវុធឆ្លោះគ្នាបាទគឺមានការនិយាយតែឲ្យមានបទជប់បាញ់គ្នានិងស្ដារទំនុកចិត្តនេះបាទហើយរួមមានការព្រួយបារម្ភអំពីការដែលថៃគម្រាមកំហែងថាប្រើច្បាប់របស់ប្រទេសថៃនោះមកចាប់ចងចាក់ដាក់ទោសពលរដ្ឋខ្មែរបណ្ដេញពលរដ្ឋខ្មែរចេញពីភូមិនោះក៏លោកបានលើកឡើងអំពីបញ្ហានឹងរៀបរាប់យ៉ាងខ្លាំងអំពីបញ្ហានឹងបាទលោកក៏បានអំពាវនាវឲ្យដោះស្រាយបញ្ហានឹងដោយសន្តិវិធីដោយគ្រប់យ៉ាងបឹងម៉ាត់និងស្មោះត្រង់ចំពោះលក្ខខណ្ឌនៃបទជប់បាញ់គ្នានោះបាទដោយដែលរៀបរាប់កន្លងមកហើយខ្ញុំសូមបញ្ចប់ដោយលោកបានថ្លែងថាកម្ពុជាជាប្រទេសតូចនឹងមានបញ្ហាជាច្រើនបន្ថែមទៀតដែលលោកគិតថាត្រូវស្ដារទំនុកចិត្តគ្នាឡើងវិញក្នុងការរួមរស់ប្រកបដោយសុខដុមរមនានិងជាអ្នកជិតខាងល្អនឹងគ្នាគឺត្រូវមានតំបន់សន្តិភាពនិងមិត្តភាព